លក់សាច់មាន់រាល់ថ្ងៃហ្នឹងដឹងអត់ថាសាច់មាន់ហ្នឹងនាំមកពីណាជាសាច់មាន់បកកមកពីប្រទេសខាងលិចមកពីប្រទេសខាងកើតឬក៏សាច់មាន់នៅក្នុងស្រុកហ្នឹងឥឡូវនេះបងអូនសូមមកបង្ហាញអំពីកសិដ្ឋានចិញ្ចឹមមាន់ដែលគាត់បងសាច់មាន់មកកាន់ហាង HMC ជារៀងរាល់ថ្ងៃនេះដែលទីតាំងនៅក្នុងខេត្តកំពង់ឆ្នាំងដែលមានឈ្មោះថាកសិដ្ឋានហេងមានជ័យពួកយើងមិនមែនមានត្រឹមតែកន្លែងចិញ្ចឹមទេចំពោះសត្វមាន់របស់ពួកយើងគឺយើងមានកន្លែងផលិតចំណីដោយខ្លួនឯងសម្រាប់ផ្គត់ផ្គង់ដល់ការចិញ្ចឹមមាន់ក្រៅពីការផលិតចំណីដោយខ្លួនឯងពួកយើងក៏ចិញ្ចឹមដោយមិនប្រើប្រាស់អរម៉ូននិងអង់ទីមីយ៉ូទិកដើម្បីឲ្យមាន់ឆាប់ធំនិងមានប្រព័ន្ធភាពស៊ាំពោះនោះទេសម្រាប់នៅក្នុងរោងមាន់របស់ពួកយើងគឺត្រូវបានបំពាក់ឡើងដោយបច្ចេកវិទ្យាទំនើបមានដូចជាការកំណត់សីតុណ្ហភាពនៅក្នុងរោងមាន់ការបំពាក់ប្រព័ន្ធស្វ័យប្រវត្តិដើម្បីគ្រប់គ្រងទឹកចំណីនិងភាពខុសប្រក្រតីនៅក្នុងរោងចិញ្ចឹមមាន់នៅក្នុងរោងចិញ្ចឹមមាន់របស់ពួកយើងក៏បានបំពាក់នៅប្រព័ន្ធដើម្បីផ្លាស់ប្ដូរខ្យល់អាកាសពីខាងក្នុងទៅខាងក្រៅនិងពីខាងក្រៅចូលមកខាងក្នុងដើម្បីឲ្យមាន់មានសុខភាពល្អដូចនេះហើយបងទាំងអស់គ្នាឬក៏ជាអតិថិជនរបស់ហាង AMC បងអាចបរិភោគសាច់មាន់របស់ពួកយើងដោយទំនុកចិត្តអរគុណជម្រាបលាបងជួបគ្នាក្នុងវីដេអូក្រោយ